មេរូកើតក្នុងត្រកូលទីទាល់ក្រទ្រព្យសម្បត្តិក៏ប៉ុន្តែនាងក៏ជាអ្នកសម្បូរបនលើសគេនៅក្នុងក្រុងសាវត្ថីផងដែរនាងម្នាក់នេះហើយដែលជួយសង្គ្រោះទ្រព្យសម្បត្តិរបស់លោកសេដ្ឋីម្នាក់នៅក្នុងក្រុងសាវត្ថីប្រមាណជាង40កោដកាលដែលទ្រព្យសម្បត្តិរបស់លោកសេដ្ឋីคล้ายទៅជាខ្ជុំនាងគ្រាន់តែយកដៃរបស់នាងទៅប៉ះក៏ស្រាប់តែដុំខ្ជុំទាំង40កោដនោះក៏បានคล้ายទៅជាដុំមាសវិញទាំងអស់នោះគឺជានាងកេសាកោតមីមិនតែប៉ុណ្ណោះនាងក៏បានអភិវឌ្ឍខ្លួនរបស់នាងឲ្យคล้ายទៅជាព្រះភិក្ខុនីជាន់ខ្ពស់មួយរូបក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ផងដែរព្រះនាងកេសាកោតមីធេរីជាអេតតកៈផ្នែកខាងទ្រទ្រង់ជ័យវរៈដ៏សៅហ្មងព្រះធេរីជាអ្នកទ្រទ្រង់នៅអរិយធម៌ជាន់ខ្ពស់បំផុតនៅក្នុងព្រះពុទ្ធសាសនានេះថែមទាំងជាអ្នកបានទទួលតំណែងជាអេតតកៈគឺបានទទួលការលើកដំកើងអំពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ឲ្យជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយផ្នែកខាងទ្រទ្រង់ជ័យវរៈដ៏សៅហ្មងជីវប្រវត្តិរបស់នាងក៏មានសម្ដែងទាំងអតីតជាតិនិងបច្ចុប្បន្នជាតិទុកក្នុងគម្ពីរព្រះពុទ្ធសាសនាដ៏ច្រើនផងដែរដែលមានសម្ដែងទុកនៅក្នុងគម្ពីរពុទ្ធរនិកាយឯកនិបាតគម្ពីរអត្តកថាបរមត្តទីបនីគម្ពីរខុទ្ទកនិកាយធេរគាថាគម្ពីរអដ្ឋកថាធម្មបទនៃសហវគ្គក្នុងរឿងកេសាកោតមីតើជីវប្រវត្តិរបស់ព្រះនាងកេសាកោតមីមានសេចក្តីយ៉ាងណាសូមអញ្ជើញទស្សនាវីដេអូនេះដូចតទៅសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនជិតក្រុងសាវត្ថីព្រះអង្គបានត្រាស់ប្រារព្ធរឿងនាងកេសាកោតមីទើបទ្រង់ត្រាស់ធម្មទេសនាដើម្បីប្រោសដល់នាងកេសាកោតមីនិងពុទ្ធបរិស័ទច្រើនអ្នកទៀតឲ្យបានសម្រេចមគ្គផលទៅតាមបុណ្យបារមីដែលខ្លួនបានសន្សំមករៀងៗខ្លួនគ្រានោះនាងកេសាកោតមីបានកើតនៅក្នុងត្រកូលអ្នកខ្សត់ទ្រព្យសម្បត្តិនៅក្នុងក្រុងសាវត្ថីកាលនាងកេសាកោតមីចម្រើនវ័យធំដឹងក្តីហើយល្មមអាចនឹងមានគូស្រករគ្រប់គ្រងផ្ទះបានតែមុនដែលនាងមានគូស្រករជាមេគ្រួសារនោះមានវត្ថុប្រាប់នៅហេតុជាសុភនិមិត្តថានាងកេសាកោតមីជាអ្នកមានបុណ្យបារមីច្រើនដែលអាចជួយឲ្យដល់ត្រកូលស្វាមីដោយមិនមាននរណាម្នាក់គិតស្មានមិនដល់ព្រោះថានៅក្នុងក្រុងសាវត្ថីមានសេដ្ឋីម្នាក់ជាអ្នកមានទ្រព្យសម្បត្តិ40កោដតែទ្រព្យសម្បត្តិ40កោដនោះបានដល់ភាពវិបរិតគឺការប្រែប្រួលធ្វើឲ្យទ្រព្យសម្បត្តិទាំងអស់នោះคล้ายទៅជាខ្ជុំយកទៅប្រើប្រាស់ធ្វើអ្វីមិនកើតសេដ្ឋីនោះក៏បានដល់នៅសភាពជាមនុស្សទីទាល់ក្រម្នាក់នៅក្នុងក្រុងនោះកាលលោកសេដ្ឋីបានក្រឡេកឃើញទ្រព្យដែលមានការវិបរិតនោះហើយក៏បានកើតការតូចចិត្តទុកទោសមនុស្សថែមទាំងមិនបរិភោគអាហារបានដេកស្ងៀមនៅលើគ្រែដោយគិតចិញ្ចឹងលំបាកក្នុងចិត្តមិនដឹងគិតធ្វើយ៉ាងណាទើបជាការល្អគ្រានោះមានសម្លាញ់ម្នាក់ដែលជាសេដ្ឋីបានមកសួរសុខទុក្ខដោយមកជួយលោកកំពុងតែដេកនៅលើគ្រែសម្ដែងនៅអាការៈអស់សង្ឃឹមមានលក្ខណៈឲ្យប្រកាសដឹងបានថាកំពុងតែមានទុក្ខលំបាករហូតដល់បរិភោគអាហារមិនបានសម្រានមិនលក់គេឃើញដូច្នោះហើយទើបសួរសម្លាញ់ថាតើអ្នកមានហេតុអ្វីបានជាអ្នកមានសេចក្តីសោកសៅទុក្ខលំបាកចិត្តម្លេះគ្រានោះសេដ្ឋីបុត្រក៏បាននិយាយរឿងរ៉ាវទាំងអស់នោះប្រាប់ដល់លោកសេដ្ឋីដែលជាសម្លាញ់បានជ្រាបលំដាប់នោះសេដ្ឋីដែលជាសម្លាញ់បាននិយាយលួងលោមចិត្តសម្លាញ់ថាសម្លាញ់កុំតូចចិត្តអ្វីឡើយខ្ញុំដឹងឧបាយមួយយ៉ាងដែលនឹងអាចជួយសម្លាញ់បានចំពោះទ្រព្យដែលคล้ายទៅជាខ្ជុំឲ្យคล้ายមកជាទ្រព្យដូចដើមវិញបាទគ្រានោះសេដ្ឋីបុត្របានសួរទៅសេដ្ឋីបុត្រដែលជាសម្លាញ់ដោយមានការសប្បាយចិត្តថាតើយើងគប្បីធ្វើយ៉ាងណាសម្លាញ់ចូលជួយប្រាប់ឧបាយនោះមកចុះយើងនឹងព្រមធ្វើតាមគ្រប់យ៉ាងលំដាប់នោះសេដ្ឋីបុត្រដែលជាសម្លាញ់បានប្រាប់ឧបាយនោះថាលោកចូលយកកន្ទេលទៅក្រាលក្នុងទីផ្សារហើយជញ្ជូនមាសនិងប្រាក់យកទៅដាក់លើកន្ទេលនោះដោយធ្វើឲ្យគំនោធំដោយមនុស្សលក់ខ្ជុងហើយអង្គុយចាំសង្កេតមើលថាមនុស្សទាំងឡាយដែលដើរមកដល់ហើយគេទាំងនោះនិយាយគ្នាយ៉ាងណាប្រសិនបើមានអ្នកណាមកដល់ទីផ្សារនោះហើយអ្នកនោះនិយាយថាអ្នកដតីបានលក់វត្ថុផ្សេងមានសម្ពុតប្រេងទឹកឃ្មុំជាដើមចំណែកលោកមកអង្គុយលក់ខ្ជុំទៅវិញកាលបើមានគេនិយាយយ៉ាងនេះហើយលោកត្រូវតបថាកាលបើខ្ញុំមិនលក់របស់របរនេះតើឲ្យខ្ញុំលក់អ្វីទៅប៉ុន្តែប្រសិនបើមានគេនិយាយថាអ្នកដតីមកលក់សម្ពុតប្រេងទឹកឃ្មុំជាដើមរីឯលោកមកអង្គុយលក់មាសនិងប្រាក់ទៅវិញកាលបើមានគេនិយាយយ៉ាងនេះលោកត្រូវនិយាយថាមាសនិងប្រាក់នៅទីណាកាលអ្នកនោះនិយាយថានោះមាសប្រាក់លោកត្រូវប្រាប់គេថាចូលនាំយកមកមើល
កាលបើគេចាប់ឡើងយកមកឲ្យមើលលោកត្រូវទទួលទុកព្រោះរបស់ដែលគេឲ្យយ៉ាងនេះនឹងคล้ายជាមាសនិងប្រាក់បានពិតប្រាកដហើយលោកចូលពោលជាមួយនឹងអ្នកនោះថាមាសនិងប្រាក់ទាំងអស់នេះជារបស់អ្នកចូលមករស់នៅជាមួយនឹងយើងចុះប្រសិនបើអ្នកនោះជាកុមារិកាគឺជាស្រីលោកត្រូវនាំយកមកធ្វើជាភរិយានៃបុត្ររបស់លោកហើយប្រគល់ទ្រព្យសម្បត្តិ40កោដ្ឋឲ្យដល់នាងកុមារិកានោះចំណែកលោកចូលប្រើប្រាស់ទ្រព្យសម្បត្តិកុមារិកានោះឲ្យចុះបើអ្នកនោះជាបុរសលោកចូលលើកធីតាឲ្យទៅគេហើយប្រគល់ទ្រព្យសម្បត្តិ40កោដ្ឋឲ្យគេដែរហើយប្រើប្រាស់ចំពោះមាសនិងប្រាក់ដែលគេឲ្យចុះលោកសេដ្ឋីទទួលព្រមថាឧបាយនេះជាឧបាយដ៏ល្អហើយបានធ្វើតាមពាក្យណែនាំរបស់សម្លាញ់ដោយជញ្ជូនមាសនិងប្រាក់ទៅចាក់ជាគំនោលើកន្ទេលក្នុងទីផ្សារហើយអង្គុយចាំមើលដូចជាអ្នកលក់ធ្យូងអ្នកខ្លះមកឃើញហើយក៏ពោលថាអ្នកដតីគេលក់សម្ពុតលក់ប្រេងលក់ទឹកឃ្មុំជាដើមរីឯលោកមកអង្គុយលក់ធ្យូងលោកសេដ្ឋីនិយាយតបទៅជាមួយនឹងអ្នកនោះវិញថាបើខ្ញុំមិនលក់របស់របរដែលខ្ញុំមានតើឲ្យខ្ញុំធ្វើអ្វីគ្រានោះនាងកេសាកុតមីកាលដែលជាធីតារបស់ត្រកូលកំសត់ឥតទ្រព្យសម្បត្តិម្នាក់បានទៅដល់ទីផ្សារដោយកិច្ចការណានីមួយរបស់ខ្លួនក៏បានឃើញលោកសេដ្ឋីទើបសួរថាបបិទ្ធបិតាអ្នកដតីគេលក់សម្ពុតប្រេងទឹកឃ្មុំជាដើមហេតុអ្វីទើបលោកមកអង្គុយលក់មាសនិងប្រាក់ដូចនេះទើបលោកសេដ្ឋីសួរថាមាសនិងប្រាក់នៅទីណាកូនស្រីនាងកេសាកុតមីឆ្លើយថាចាស់ត្រង់គំនោនោះឯងលោកសេដ្ឋីពោលថាបើដូច្នោះកូនចូលចាប់យកមកឲ្យបិតាមើលបន្តិចនាងកេសាកុតមីទើបចាប់យកមាសនិងប្រាក់ពេញមួយកណ្ដាប់ដៃឲ្យលោកសេដ្ឋីមើលមាសនិងប្រាក់ដែលคล้ายទៅជាធ្យូងនោះក៏ត្រឡប់คล้ายទៅជាមាសនិងប្រាក់ដូចដើមវិញលោកសេដ្ឋីមានការចាប់អារម្មណ៍ចំពោះនាងកេសាកុតមីជាទីបំផុតព្រោះនាងជាអ្នកដែលយើងត្រូវស្វែងរកនិងត្រូវគ្នានឹងឧបាយដែលសម្លាញ់ណែនាំមកទើបសួរថាកូនឈ្មោះអ្វីផ្ទះរបស់កូននៅទីណានាងកេសាកុតមីឆ្លើយថាខ្ញុំឈ្មោះថាកុតមីតែអ្នកដតីហៅខ្ញុំតាមដែលខ្ញុំស្គមដោយផ្ដើមពាក្យថាកេសារួមឈ្មោះថាកេសាកុតមីលោកសេដ្ឋីសួរតទៅទៀតថានាងមានប្តីហើយឬនៅនាងឆ្លើយថាចាខ្ញុំនៅមិនទាន់មានទេលោកសេដ្ឋីមានការពេញចិត្តណាស់កាលដឹងថានាងកេសាកុតមីនៅមិនទាន់មានប្តីទើបប្រគល់មាសនិងប្រាក់ទាំងនោះឲ្យទៅនាងសូមស្ដីដណ្ដឹងដល់ឪពុកម្ដាយរបស់នាងកេសាកុតមីហើយយកមកធ្វើជាកូនប្រសាររបស់ខ្លួនទាំងបានប្រគល់ទ្រព្យ40កោដ្ឋឲ្យដល់នាងទ្រព្យ40កោដ្ឋដែលคล้ายជាធ្យូងនោះបានคล้ายមកคล้ายទៅជាមាសនិងប្រាក់ដូចដើមនាងកេសាកុតមីកាលចូលមកជាកូនប្រសារនៅក្នុងផ្ទះរបស់លោកសេដ្ឋីហេតុតែនាងជាអ្នកមកពីត្រកូលឥតទ្រព្យសម្បត្តិទើបត្រូវបុគ្គលដតីក្នុងផ្ទះលោកសេដ្ឋីមិនដឹងគុណនាងម្នាក់និយាយស្ដីនិងធ្វើអាការៈមើលងាយប្រមាថនាងថាជាកូនក្រមុំរបស់មនុស្សទីទាល់ក្រធ្វើហាក់បីដូចជានាងមកអាស្រ័យនៅក្នុងបុណ្យនៃត្រកូលសេដ្ឋីនោះទើបនាងមានការតូចចិត្តប៉ុន្តែនាងកេសាកុតមីនៅគ្រប់គ្រងផ្ទះរួមជាមួយនឹងស្វាមីរហូតមកនាងបានតាំងគភ៌កាលនាងមានគភ៌គ្រប់10ខែនាងក៏បានប្រសូតបុត្រការមានបុត្ររបស់នាងកេសាកុតមីធ្វើឲ្យនាងបានទទួលការលើកដំកើងរាប់អានពីបណ្ដាពពួកញាតិខាងប្តីដែលធ្លាប់តែនិយាយមើលងាយនាងសភាពប្រែប្រួលពីអាក្រក់មកល្អជួយឲ្យជីវិតរបស់នាងកេសាកុតមីមានសេចក្តីសុខសប្បាយស្រស់បំព្រងឡើងវិញហេតុការណ៍ដែលគួរឲ្យសោកសៅតូចចិត្តដែលមិនមាននរណាម្នាក់អាចស្មានដឹងមុនបានក៏បានកើតឡើងដល់នាងកេសាកុតមីយ៉ាងច្រើនបំផុតដែលនាងមិនធ្លាប់បានប្រទះព្រោះកូនរបស់នាងកាលចាប់ផ្ដើមធំក្នុងវ័យដែលគួរឲ្យស្រឡាញ់ស្រាប់តែកូននោះស្លាប់ចោលនាងទៅនាងកេសាកុតមីមានសេចក្តីសោកក៏គិតថាយើងជាអ្នកបំផ្លាញលៀបនិងសក្ការៈក្នុងផ្ទះនេះនាងគិតថាចាប់តាំងអំពីកូនប្រុសកើតមកយើងជាអ្នកមានលៀបនិងសក្ការៈបុគ្គលទាំងនេះនឹងយកកូនប្រុសយើងទៅចោលនាងគិតដូច្នេះព្រោះមិនដឹងថាកូនប្រុសរបស់នាងស្លាប់ទៅហើយទេ